បានបងថ្ងៃនេះយើងនាំអារម្មណ៍បងប្អូនមកយល់ដឹងពីការលក្ខណៈចិញ្ចឹមគោបែបប្រពៃណីម្ដងបងប្អូនបាទបងប្អូនហើយជាទូទៅប្រពៃណីខ្មែររបស់យើងគឺមានការចិញ្ចឹមគោបែបប្រពៃណីច្រើនតាមទំនៀមទម្លាប់ពីបុរាណមកណាបងប្អូនបាទការចិញ្ចឹមសត្វបែបប្រពៃណីនេះគេហៅថាជាចិញ្ចឹមបែបធម្មជាតិបងប្អូនហើយគឺជាវិធីសាស្ត្រដែលប្រជាកសិករជាខ្មែរយើងនិយមអនុវត្តតាំងពីបុរាណមកបងប្អូនហើយជាពិសេសនោះគឺសម្រាប់មាន់ទាជ្រូកនិងគោក្របីអញ្ចឹងទៅវាជាលក្ខណៈបែបប្រពៃណីឬក៏បែបបុរាណពីដូនតាអញ្ចឹងមកបងប្អូនលក្ខណៈទី1នោះគឺផ្ដល់ចំណីអាហារពឹងផ្អែកលើធម្មជាតិហើយសត្វត្រូវដើររកកកាយរកចំណីស៊ីដោយខ្លួនឯងដូចជាស្មៅតាមវាស្រែដោយខ្លួនឯងចឹងបងប្អូនហើយតាមបែបបុរាណអាហ្នឹងថាប្រពៃណីបងប្អូន